mấy đâyបងសំលេងដែលយើងចុច like ចុច share មិញនៅខាងដើមវីដេអូមិញពេលដែលយើងចង់ like ចង់ share ចង់អីចឹងតែอย่าลืมសំលេងរំខានចឹងហើយយើងចង់ឲ្យវាបាត់ថាបងប្អូនចង់ឲ្យវាបាត់បងប្អូនអាចចូលទៅបិទវាបានខ្ញុំរកឃើញកន្លែងមួយចូលទៅបិទអញ្ចឹងទៅខ្ញុំក៏យកមកចែករំលែកឲ្យបងប្អូនចឹងអាចចូលទៅបិទទាំងអស់គ្នាគឺពេលដែលបិទហើយគឺលេងមានសំលេងនឹងបណ្ដោយគឺស្ងាត់ល្អចឹងបងប្អូនអាចចូលទៅបិទទាំងអស់គ្នាជាដំបូងបងប្អូនក៏ចុចចូលនៅក្នុងនៃ profile យ៉ាងមកហើយចូលសញ្ញាកងចាក់នេះមកបងប្អូនអាចចូលនៅកន្លែងសញ្ញាកងចាក់rồiបងប្អូនអូសឡើងមកលើរកពាក្យថា media បងប្អូនអាចចាំតាមសញ្ញាវានឹងបានចុចចូលវាមកហើយក៏អូសឡើងទៅលើទៀតបងប្អូនហើយជ្រើសរកពាក្យថាសំលេងនៅក្នុងកម្មវិធីហើយបងប្អូនចុចវាបិទមកហើយត្រឡប់មកក្រោយវិញមកបងប្អូនអាចត្រឡប់មួយចូលមកក្នុងវីដេអូរបស់យើងហើយសាកចុចដែល like សាប់មើលវានឹងបាត់សំឡេងអញ្ចឹងបងប្អូនអាចចុចវាមើលវាបាត់ហើយនេះពេលបងប្អូនអាចធ្វើទៅវាបានផលហើយសូមជួយចុច like ចុច share ឲ្យខ្ញុំមួយម្នាក់មួយផងបងប្អូន